ចាជាដំបូងនាងខ្ញុំដែលជា admin នេះសូមអធិស្ឋានទៅកាន់អ្នកគ្នាដែលបានថ្ងៃមិញហ្នឹងគឺមិនបានចេញរឿងទេដោយសារធម្មតា admin sale រូប sale អីពី TikTok Studio អញ្ចឹងណាដល់ TikTok Studio វា update អញ្ចឹងទៅវាគឺមិនទាន់ឲ្យយើងប្រើហើយចាំ update ហើយចាំប្រើអញ្ចឹងទៅ admin ក៏អត់បានប្រើទេរហូតដល់រៀងយប់ជ្រៅដែរបាន admin ឃើញថា TikTok Studio ហ្នឹងគឺគេបើកឲ្យប្រើវិញហើយដល់យប់ជ្រៅពេកអញ្ចឹងទៅ admin នេះគឺវាបើកផ្នែកមើលអក្សររួចអញ្ចឹងទៅវាបាក់ដែរហ្នឹងហើយបាក់ខ្លាំងមែនតើអញ្ចឹងថ្ងៃហ្នឹង admin មកធ្វើឲ្យមកភាកសិនណាចាំមើលស្អែកសិនថាបានធ្វើអត់ទេសារឥឡូវហ្នឹង admin ប្រឡងហើយស្អែកត្រូវចូលរៀនធម្មតាចាព្រឹកល្ងាចចាឥឡូវយើងកាត់មកដល់កន្លែងមួយដែលជាកន្លែងហ្វឹកហាត់យើងក៏បានឃើញបរិសុទ្ធពីរនាក់គាត់បានប្រយុទ្ធគ្នាបរិសុទ្ធវ័យក្មេងម្នាក់ក៏បានវាយបរិសុទ្ធម្នាក់នោះធ្លាក់ពីលើសង្វឿនហើយគាត់ក៏បានឈ្នះទៅប៉ុន្តែពេលនោះគាត់ក៏បានលើសលេងមួយដែលនិយាយថាគាត់នឹងគឺធ្វើបានល្អខ្លាំងណាគាត់ងាកទៅគាត់ដឹងថាជាជីងសៅគាត់បញ្ញាប់ចុះមកគ្រប់ចឹងជីងសៅក៏បានទះក្បាលគាត់ទៅនិយាយថាអើយពងធ្វើស្អីគេហ្នឹងហើយបរិយាប្រាប់ថាលោកជុនហ្នឹងនិយាយថាគាត់ហ្នឹងគឺគ្មានសុជីវធម៌មួយជីងសៅទេអញ្ចឹងគាត់គ្រាន់តែចង់ធ្វើឲ្យគួរសមមួយជីងសៅដោយសារជីងសៅគឺជាបរិយាបទអញ្ចឹងណាតែជីងសៅប្រាប់ថាអាហ្នឹងទុកម្ដុំសិនទៅឥឡូវហ្នឹងគឺមកវាយគ្នាមួយគាត់តែម្នាក់ប្រាប់ថាគាត់ហ្នឹងគឺទៅហ្វឹកហាត់ឲ្យ4ម៉ោងមុនទេជីងសៅគាត់អត់ខ្វល់ទេគាត់ដើរទៅយកអាវុធមកហើយគាត់បាននិយាយថាតោះវាយគ្នាហើយនៅហ្នឹងហើយអត់មានតបានប្រាប់គ្នាយើងទេថាបរិសុទ្ធវ័យក្មេងម្នាក់ហ្នឹងគាត់មានឈ្មោះថាវ៉េនហ្វេងឥឡូវនេះយើងកាត់មកកន្លែងមូហានវិញដែលយើងបានឃើញគាត់ហ្នឹងគឺកំពុងតែអានសៀវភៅដែលគាត់ក៏បានប្រាប់ឲ្យយើងដឹងដែរថាជីងសៅហ្នឹងគឺអនុញ្ញាតឲ្យគាត់មើលអីឬក៏ប៉ះអីដែលនៅក្នុងបន្ទប់ហ្នឹងគឺគាត់អាចមើលអាចប្រើបានមកសេរីជាងទៅបានគាត់យកសៀវភៅនោះមកបើកមើលទៅគាត់ឃើញថាហ្នឹងគឺជាកំណត់ត្រារបស់មូហានកាប់បោះជីងសៅទៅក្មេងគាត់ឃើញគាត់ភ្ញាក់ផ្អើលគាត់មិនដឹងស្មានថាជីងសៅហ្នឹងគឺជាក្មេងដែលឧស្សាហ៍គាត់គិតថាបាច់ឆ្ងល់ទេថាថៃបានជីងសៅអាចយកឈ្នះពួកហ៊ុនបានដោយសារគាត់ហ្នឹងគឺឧស្សាហ៍ព្យាយាមអញ្ចឹងណាចេះថាគ្នាឧស្សាហ៍បើថាគេបង្ខំឲ្យគាត់ទៅមិនថាទេពេលនោះអ្នកបម្រើរបស់គាត់ហ្នឹងក៏បៀបថាជួយឈឺឆ្អើជំនួសអញ្ចឹងឃើញឲ្យវាទៅផ្នែកអញ្ចឹងណាគាត់បានដើរមកនិយាយពីក្រោយខ្នងមូហានធ្វើឲ្យមូហានហ្នឹងគាត់រៀងភ្ញាក់ដែរនិយាយថាវាហ្នឹងគឺមិនយុត្តិធម៌ទេដែលប្រពន្ធដើមហ្នឹងគឺមិនគួរតែនៅជាមួយស្វាមីរបស់ខ្លួនឯងហ្នឹងរយៈពេល18ថ្ងៃប៉ុន្តែមូហានហ្នឹងបែរជាទទួលបានតែ15ថ្ងៃវិញហើយអ្នកម្នាងលីនិងអ្នកម្នាងលូនោះទទួលបានម្នាក់រហូតដល់3ថ្ងៃហើយនាងហ្នឹងគឺល្អខ្លាំងមែនតើគឺយករហូតដល់9ថ្ងៃណោះហើយក៏បានប្រាប់ថាកាលពីមូហានហ្នឹងមិនទាន់រៀបការចូលហ្នឹងគឺនាងហ្នឹងគឺយក20ថ្ងៃម្នាក់ឯងប៉ុន្តែក៏និយាយវិញទៅថាបន្ទាប់ពីចេញសៅមកពីធ្វើសង្គ្រាមវិញហ្នឹងគឺគាត់អត់សូវនៅផ្ទះទេអញ្ចឹងមិនបានដេកអីមួយម្នាក់ស្រីហ្នឹងទេនៅសុកហ្នឹងយុនស៊ូគាត់ក៏បាននឹកឃើញ idea មួយដែលបានប្រាប់មូហានថាឲ្យគាត់ហ្នឹងរៀបចំ25ថ្ងៃសម្រាប់ខ្លួនឯងហើយអ្នកម្នាង3នាក់ទៀតហ្នឹងគឺឲ្យម្នាក់មួយថ្ងៃបានហើយមូហានគ្នាឡើងហ៎ដល់ហើយគាត់ក៏បានគិតថាបើគាត់ធ្វើចឹងមែនវានឹងអាចមានពាក្យចចាមអារ៉ាមមិនល្អពីគាត់ចឹងថាគាត់ហ្នឹងគឺអត់ចង់ឲ្យប្តីឆាប់មានកូនវាថាចង់ទុកតែឯងអីចឹងវាចង់ណាហើយគាត់ក៏គិតថាណាមួយអាយប់សន្តិរៈហ្នឹងគឺគាត់មិនតបាត់ខ្លាចជីងសៅឡើយទេចាអាប៉ែហ្នឹងវាសាហាវពេកទៅឡើងគ្នានឹងចិត្តកើតស្ទាក់អារម្មណ៍ហើយដោយសារអញ្ចឹងយល់ទៅមូហានហ្នឹងសឹងគ្នាយកសពឃើញរយប់ឯនេះគាត់គិតថាកិច្ចព្រមព្រៀងហ្នឹងគឺវាល្អខ្លាំងមែនតើសម្រាប់គាត់ពេលនោះហ្នឹងជីងសៅនឹងមកពីណាបើកទ្វារក្រាក់ក៏បានប្រាប់មូហានថាគាត់មកវិញហើយហើយជីងសៅហ្នឹងក៏បានសួរមូហានថាគាត់ហ្នឹងបងធ្វើអីតោះទៅញ៉ាំអាហារពេលល្ងាចជាមួយគាត់ហើយតំប្រាប់គេហើយហ្នឹងថាអត់បានញ៉ាំអាហារពេលល្ងាចទេតែស្លន់មកតែសាហាវហើយអ្នកបម្រើហ្នឹងគាត់ក៏បានគិតថាមើលទៅជីងសៅហ្នឹងគឺទោះបីជាមានកិច្ចព្រមព្រៀងក៏គាត់ហ្នឹងមិនធ្វើតាមកិច្ចព្រមព្រៀងនឹងដែរឥឡូវយើងកាត់មកដល់ពេលយប់គឺថាជីងសៅគាត់បានញ៉ាំអាហារពេលល្ងាចរួចហើយគឺគាត់នឹងខ្ជិលហើយមែនតើវាថាគាត់អស់កម្លាំងគាត់ប្រាប់ថាគាត់ចង់សម្រាកគាត់ប្រាប់មូហានថាឥឡូវហ្នឹងគាត់ចង់សម្រាកឥឡូវហ្នឹងតែមូហានប្រាប់ថាគឺគាត់ហ្នឹងទំតាពិសាអាហារពេលល្ងាចរួចហើយទេគេពិតទៅគេនិយាយសើចតែអត់មានចង់និយាយរាជស័ព្ទតែជីងសៅប្រាប់ថាគឺគាត់ហ្នឹងគឺហត់នឿយមូហានប្រាប់ថាបើចឹងមកអង្គុយនេះសិនមកហើយជីងសៅហ្នឹងគាត់គិតថាចេះកន្លែងណាក៏បានដែរឲ្យតែមានមូហានឲ្យកាំងសាហាវអង្គុយបានម៉ានទុះហ្នឹងស្រាប់តែជីងសៅគាត់បានហៅឈ្មោះមូហានហើយគាត់បានហក់ពុបទៅលើផ្លូវមូហានគាត់បានប្រាប់ថាឲ្យមូហានហ្នឹងគឺជួយធ្វើសរសៃឲ្យគាត់មូហានហ្នឹងគ្នាច្បាច់គ្នាសួរស្រួលខ្លួននេះមានណាគាត់ច្បាច់ពុបជីងសៅស្រែកចាច់មុខឡើងខ្មៅមូហានគ្នាភ័យថាតើគាត់ហ្នឹងក៏បានធ្វើជីងសៅឈឺមែនជីងសៅក៏បានវាថាគេមិនចេះស្មាគេប្រាប់ថាត្រូវហើយឥឡូវនេះគាត់មានស្នាមជាំទៀតហើយអ៊ុយឲ្យដៃគេសាហាវជីងសៅនេះអត់បានទេឥឡូវហ្នឹងវីដេអូយើងគឺចប់ប៉ុណ្្នឹងហើយ admin ធ្វើបានតែភាគទេហើយកុំសួរ admin ថាមិនចង់បញ្ចប់វីដេអូ admin ដាក់រូបចឹងចាមកពី admin ឃើញស្អាតនឹងឯងចាហើយមុខពាក្យគេនិយាយគេហៅមូហានហ្នឹងចូលមួយទឹកមួយគេអ៊ុយកាំងសាហាវ
អ្នកគ្នាគឺដេកចាំទៅណាឈុតហ្នឹងគឺយូរតិចហើយចាឈុតហ្នឹងដូចជាឈុតពេលគេទៅធ្វើសង្គ្រាមអីចឹងគេយកមូហានទៅ Wait admin នេះកំពុងតែ spoil អត់ទេឈប់សិនអត់ទេឥឡូវប៉ុណ្្នឹងមកហើយបាយបាយអ្នកគ្នា make sure to like and subscribe ចា